ពេលគេជុំវិញតែគេជិះយន្តហោះយើងថ្ងៃហ្នឹងមានតែលេខទិញយន្តហោះគេទិញបានទៀតប្រើឡានក៏ថ្ងៃហ្នឹងមិនមែនឡានខ្មែរធ្វើទេកុំថាយើងគ្រាន់ដើរពេកឡានក៏ទៅឡានរបស់គេទេជប៉ុនអាល្លឺម៉ង់អាមេរិកហ្នឹងណាហើយគឺស្អីដល់គឺមិនមនុស្សយើងមិនមនុស្សមិនក៏យើងដើរមិនទាន់ទេមកពីយើងឡើងតែប្រកាន់ទម្លាប់បុរាណអត់ព្រមកែអត្តចរិតធ្វើដំណើរទាន់សម័យអត់ព្រមមានព្រោះហ្នឹងដែលគួរស្នាប្រទេសជាតិហើយខ្មែរយើងមានចំណុចមួយដែលសំខាន់បំផុតដែលអស់ប្រទេសដែលសារទៅជាទំនាញរឿងក្បួនតម្រាទំនាញហ្នឹងណាធ្វើឲ្យខ្មែរយើងសុញអត់មានកែទៅណារួចទេគឺខ្លួនឯងហ្នឹងមិនព្រមរៀនសូត្រមិនព្រមរៀបចំខ្លួនឯងដើម្បីនឹងខ្លាយទៅជាពលរដ្ឋល្អទេនឹងខ្មែរយើងមានទំនាញត្រង់មួយមិនបន្ទោសអ្នកបុរាណទេប៉ុន្តែរឿងពិតគឺត្រូវនិយាយចឹងព្រោះណាកើតមកឬសូរអញ្ចឹងប្រទេសយើងខិនហើយអត់មានគំនិតកសាងជាតិកសាងសាសនាដល់អត់មានដេកចាំតែគេមកថាបងចឹងយើងអត់ទៅរួចទេកសាងជាតិ10000ឆ្នាំទៅមួយដែរទៅណាក៏ទៅមួយដែរធ្វើអីក៏ធ្វើមិនកើតខ្ញុំកណាចង់បញ្យល់ថាគឺខ្លួនយើងម្នាក់ជាពលរដ្ឋម្នាក់ជាអ្នកកសាងជាតិមាតុភូមិម្នាក់ដល់តនេះកុំសម័យទៅលើណាទៀតខ្លួនយើងម្នាក់ឯងនឹងឯងជាតួឯងតួអង្គជាពលរដ្ឋម្នាក់ជាអ្នកកសាងជាតិក្នុងសាសនាអញ្ចឹងខ្លួនយើងត្រូវតែស្វែងរកការចេះដឹងត្រូវតែស្វែងរកការរៀនសូត្រគុំនៃការចេះដឹងច្រើនគ្នាបង្កើតទៅជាអង្គការមួយបង្កើតទៅជាសមាគមមួយអង្គភាពមួយហើយជ្រងទុំជាតិនិងសាសនានឹងបានសាសនានឹងជាតិយើងដើរទៅវិញដែលយើងដេកចាំតែមានប៉ុននឹងមិនផ្លូវទេឥឡូវតែមានប៉ុនដើរទៅផុសក៏កន្លែងហើយគ្មានរឿងអីទេតែរឿងប៉ុណ្ណឹងដែលហ្នឹងរបបឈប់ជឿហើយ